ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកខ្លះទិញរបស់ធំបានប៉ុន្តែស្ថានភាពហិរញ្ញវត្ថុនៅតែល្អខ្លាំងគន្លឹះរបស់មនុស្សឆ្លាតក្នុងការជ្រើសរើសមិនមែនគ្រាន់តែបង់រំលោះទេប៉ុន្តែគឺជាការជ្រើសរើសបង់រំលោះឲ្យមានតម្លៃនិងចំណេញបំផុតអាចជួយឲ្យអ្នកសន្សំបានច្រើនជាងមុនក្នុងរយៈពេលវែងខ្ញុំនឹងមកបកស្រាយឲ្យឃើញថាការបង់រំលោះបែបនេះ4ចំណុចដែលអ្នកត្រូវតែដឹង1ចំណុចសំខាន់បំផុតនោះគឺប្រាក់ដើមថយការប្រាក់ក៏ថយតាមដែររាល់លុយ1រៀលដែលអ្នកបានបង់នឹងកាត់ចូលទៅលើប្រាក់ដើមជាចម្បងមិនចាំបាច់បារម្ភរឿងការប្រាក់កើនឡើងខ្លាំងដូចជា flat rate លែងបារម្ភរឿងទូរស័ព្ទត្រូវបានចាក់សោទៀតហើយពេលបែងចែកការបង់ជាវគ្គទូចងាយបង់ទ្រព្យសម្បត្តិរបស់អ្នកក៏មានសុវត្ថិភាពនិងអាចប្រើប្រាស់បានពេញលេញ3មិនជាប់បំណុលរ៉ាំរ៉ៃមិនតានតឹងដល់ចុងខែការបង់រំលោះប្រចាំសប្តាហ៍នឹងជួយបែងចែកហានិភ័យផ្នែកហិរញ្ញវត្ថុបានល្អចំនួនទឹកប្រាក់ដែលត្រូវបង់នឹងមិនប្រមូលផ្ដុំជាមួយវិក័យប័ណ្ណផ្សេងៗនៅចុងខែទេជួយកាត់បន្ថយឱកាសក្លាយទៅជាបំណុលអាក្រក់និងផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុវិញឲ្យអ្នកគ្រប់គ្រងជីវិតបានកាន់តែងាយស្រួលអតិថិជនដែលមានប្រវត្តិបង់ប្រាក់ល្អបង់ទាន់ពេលនិងបង់ជាបន្តបន្ទាប់អ្នកនឹងទទួលបានសិទ្ធិពិសេសដើម្បីបង្កើនទំហំកម្ចីឲ្យកាន់តែខ្ពស់ហើយលើកក្រោយអនុម័តលឿនដូចភ្លេចបន្ទោមិនចាំបាច់រង់ចាំយូរជ្រើសរើសការបង់ដែលឆ្លាតជាងមុនជាមួយ Smart Pay ពី iCash បង់រំលោះប្រចាំសប្តាហ៍គ្រប់កងលុយកាន់តែងាយស្រួលចង់ប្រឹក្សាផ្នែកហិរញ្ញវត្ថុអាចតាក់ទងមកយើងខ្ញុំតាម Telegram ដើម្បីឲ្យ iCash ជួយរៀបចំផែនការហិរញ្ញវត្ថុជូនលោកអ្នក